ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំបានមកធ្វើម្ហូបបង្ហាញដល់បងប្អូនសាជាថ្មីទៀតហើយបងប្អូនចាព្រោះអីមករយៈនេះគឺនាងខ្ញុំរវល់ខ្លាំងជាមួយនឹងកូនបើរបស់នាងខ្ញុំចាមិនមានពេលធ្វើជាវីដេអូធ្វើម្ហូបបង្ហាញដល់បងប្អូនទាំងអស់គ្នាទេចាថ្ងៃនេះនាងខ្ញុំមានស្ពៃក្តោបហើយនិងខាត់ណាយកមកធ្វើម្ហូបបង្ហាញដល់បងប្អូនទាំងអស់គ្នាចាសម្រាប់ស្ពៃក្តោបនិងខាត់ណានេះគឺនាងខ្ញុំបានពីចំការប្អូនថ្លៃរបស់នាងខ្ញុំនៅឯកសិដ្ឋានភូមិកូនដំរីចាគឺនាងខ្ញុំបានដើរកាត់នៅទីនោះហើយសួនដំណាំរបស់គាត់ពិតជាស្រស់ស្អាតមែនទែនបងប្អូនចាព្រោះអីគាត់ដាំមានថ្នាលមានរងត្រឹមត្រូវចាធំដល់ហើយបងឡើងប៉ុណ្ណាណៃហ្មងដូចផ្កាឈូកធំមែនទែនធំមកទម្ងន់2 គីឡូឯនេះបងនេះក៏យើងទុកមកយកទៅវិញទៅនៅរឹកចាបងប្អូនបន្តពីបង្ហាញពីកន្លែងបេះផ្លែឈើនិងសួនដំណាំរួចហើយឥឡូវនេះយើងវិលត្រឡប់មកកន្លែងធ្វើម្ហូបវិញចាហើយថ្ងៃនេះគឺនាងខ្ញុំយកស្ពៃក្តោបនេះយកមកដិតមាន់ចាដិតមាន់ជាមួយនឹងស្ពៃក្តោបហើយមួយមុខទៀតគឺនាងខ្ញុំឆាខាត់ណាលើកនេះនាងខ្ញុំធ្វើខាត់ណាទឹកភ្នែកប៉ុន្តែនាងខ្ញុំអត់ប្រើសាច់ជ្រូកឬក៏សាច់គោអីទេបងប្អូនគឺនាងខ្ញុំឆាជាមួយនឹងពងទាចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាទស្សនានៃការធ្វើម្ហូបទាំងពីរមុខនេះជាមួយនាងខ្ញុំទាំងអស់គ្នាចាស្ពៃក្តោបធំមែនតើហ្មងហើយសម្រាប់ដិតមាន់នេះគឺនាងខ្ញុំដិតតែមួយចំហៀងទេបងប្អូនចំពោះការដិតមាន់ស្ពៃក្តោបរបស់នាងខ្ញុំគឺនាងខ្ញុំកាប់សាច់មាន់ជាដុំតូចៗល្មមចាបន្ទាប់មកទៀតនាងខ្ញុំយកសាច់មាន់ទាំងនេះទៅប្រឡាក់គ្រឿងមានដូចជាអំបិលប៊ីចេងរ៉ូឌីស្ករសទឹកប្រេងខ្យងហើយចំពោះស្ករសវិញគឺនាងខ្ញុំប្រើតែបន្តិចទេដោយសារនាងខ្ញុំដិតមាន់ហ្នឹងក៏ប្រើទឹកដូងដែរចាហើយជាចុងក្រោយគឺនាងខ្ញុំបន្ថែមនៅគល់ក្រៃម្ដេងខ្ទឹមសខ្ទឹមក្រហមនិងស្លឹកក្រូចចាមកទៀតយើងច្បាច់សាច់មាន់ហើយនឹងគ្រឿងឲ្យចូលជាតិគ្នាល្អសិនបងប្អូនពេលយើងច្បល់វាចូលគ្រឿងក្រូចអស់ហើយយើងទុកវារយៈពេល10ទៅ15នាទីបងប្អូនចាទុក20នាទីក៏ល្អដែរបងប្អូនទុកកាន់តែយូរវាកាន់តែចូលជាតិបានល្អចាហ្នឹងហើយទុកវាចោលយកស្លឹកគ្រៃមករៀបបាតវាកុំឲ្យពេលដែលយើងដិតទៅវាខ្លោចទេបងប្អូនស្ពៃក្តោបយើងដាក់ពីក្រោមខ្ញុំដិតស្ពៃក្តោបលើនេះខ្ញុំប្រើស្ពៃក្តោបច្រើនណាស់បងប្អូនដោយសារស្ពៃក្តោបដាំខ្លួនឯងអញ្ចឹងឆ្ងាញ់មានជាតិ
ចាបងប្អូនបន្តមកទៀតនេះខ្ញុំប្រើទឹកដូងមកដុតជាមួយបងប្អូនវគ្គបន្តទៀតគឺនាងខ្ញុំយកដើមខាណាមកចិតចាហើយសម្រាប់ដើមខាណានេះវិញគឺនាងខ្ញុំចិតយកតែអាខ្ចីទេហើយទុកវានៅទាំងវែងនាងខ្ញុំអត់ចិតអត់ទេចាឆាបន្តិចចាក់ចូលចាស្ពៃក្តៅល្មមបងមកយើងអាចស្រង់ចេញបានទេចាខ្ញុំស្រង់វាចេញហើយបាននេះខ្ញុំដិតមាន់បន្តឲ្យវាឆ្អិនសិនចាដាក់ស្ពៃក្តៅយកតែប៉ុណ្្នឹងទេតាមមាន់ដិតស្ពៃក្រោមនេះគឺពណ៌វាអត់ក្រហមដូចមាន់យើងដិតខ្លាញ់ឬដិតកូកាអីបងប្អូនគឺសាច់វានៅសអញ្ចឹងចាតែប៉ុណ្ណឹងអាចញ៉ាំបានហើយល្មមហើយចាចាបងប្អូនឥឡូវនេះដល់វគ្គឆាខាណាទឹកភ្នែកជាមួយនឹងពងទាឥឡូវនេះខ្ញុំចាប់ផ្ដើមយកពងទាមកគូសវាសិនណាបងប្អូនខ្ញុំប្រើពងទា3គ្រាប់ខ្ទឹមសតាមជាមួយសិនបងប្អូនខ្ទឹមក្រហមម្ទេសយើងដាក់ចូលដែរហើយសម្រាប់ម្ទេសនេះបើបងប្អូនចូលចិត្តហឹរខ្លាំងដាក់ឲ្យច្រើនចំតែនាងខ្ញុំអត់ទៅហឹរម៉ាទេបងប្អូនទៅចូលចិត្តហឹរម៉ាទេឥឡូវចឹងប្រើម្ទេសតែ3គ្រាប់ទេបន្ទាប់ពីខ្ទឹមសខ្ទឹមក្រហមឈ្ងុយហើយឥឡូវនេះខ្ញុំដាក់គ្រឿងទេសចូលចាខ្ញុំមានប្រើប្រេងខ្យងដែរប្រេងម្ទេសស្រូវទឹកដីសបន្តមកទៀតនេះខ្ញុំដាក់ពងទាចូលចា
ăn hai đôi đã chan tao mong một ổn rồi đi lê cha trong cái này khi mà rồi là tầm cha mà con này là đi mà hôm pi một cái bọn này khi bạn cha rồi hai cha miền mọt đặt space cái đáo cha khả năng tập này cho mùi nông phòng ti cha chẳng là nên khi chập đào nhắm chẳng là bông bông tặng ọc nế cho rùm nhà mà hà cho mùi này khi tặng ọc nế cha nhằm mòn một kế bông bông mòn đặt space cái đáo cứ vì ọt có hôm tôi mòn đặt cổ ca rồi đặt đặt yêu ấy thế bông bông cứ vì sò cha ngay một ổn phải cái đọc thay mày chẳng giờ mà đặt món chan men nó cái đau của em chan mình đang bồn hay nó sôi tôm sẽ bị khó khăn lắm con cha bông ôn ngang cha hai ở vậy đài bị xe sầm rạp nên nhóm nước cứ món đặt space cả đào cha cứ ru chiết món miền chiết ngang miền tây đài xa dương ở bát tham tự đô hai space cả đào bao dương thay đam khuôn anh chẳng vật chiết ngang men cha hai video này cứ bên trongใน cái này hai nên ខ្ញុំក៏សូមអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ Subscribe ឲ្យនាងខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតអរគុណច្រើនជម្រាបលា